ដេចតេជោហ៊ុនសែនបើមិនមានការផ្លាស់ប្ដូរមេដឹកនាំក្រុងបាងកកអាចមានសង្គ្រាមយូរសម្ដេចតេជោហ៊ុនសែនបានគូសបញ្ជាក់ថាស្ថានភាពនយោបាយរបស់ប្រទេសជិតខាងគឺថៃបានរុញច្រានទៅមានវិវាទជាមួយកម្ពុជាទោះជាយ៉ាងណាក៏ដោយក្នុងកលៈទេសៈនេះសម្ដេចមើលឃើញថាវិបត្តិបានក្លាយទៅជាកាលានុវត្តភាពសម្ដេចក៏ប្រមានថាបើមិនមានការផ្លាស់ប្ដូរមេដឹកនាំក្រុងបាងកកអាចមានសង្គ្រាមយូរក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ស្រុកក្រុងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃប្រហ័សទី26ខែមិថុនានេះសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃបើមិនមានការផ្លាស់ប្ដូរមេដឹកនាំក្រុងបាងកកអាចមានសង្គ្រាមយូរហើយមិនដូចកន្លងទៅកាលពីឆ្នាំ2011នោះទេសម្ដេចតេជោប្រធានព្រឹទ្ធសភាបានណែនាំប្រជាពលរដ្ឋជីកលែនស្ថានដើម្បីការពារខ្លួនហើយកុំភ្លេចការបង្កបង្កើនផលទស្សនវិជ្ជាការកើតនៅទល់ដែនក៏ដោយខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយចំពោះការបិទព្រំដែនតាមទំនើងចិត្តរបស់ថៃសម្ដេចតេជោលើកឡើងថាថៃបិទដោយខ្លួនឯងហើយពេលខូចផ្លែឈើមកសុំចរចាបិទខ្លួនឯងតែពេលចង់បើកវិញតែបែរមកសុំចរចាប្រទេសថៃបច្ចុប្បន្នប្រៀបដោយការបិទគប់ខ្លួនឯងអស់ហើយតាំងព្រំដែនជាមួយភូមាឡាវម៉ាឡេស៊ីជាដើមក៏មានបញ្ហាដូចគ្នាដែរសម្ដេចបន្តថាសម្រាប់កម្ពុជាចង់ឲ្យព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនមិត្តភាពសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ